ngàyนี้nhung nhang mình nọ chia haiថ្ងៃត្រង់ចឹងទៅពេលដែលញ៉ាំម្នាស់នេះខ្ញុំមកថតពីអត្ថប្រយោជន៍ម្នាស់ឲ្យបងប្អូនស្ត្រីយើងគាត់ដឹងថាតើប្រយោជន៍អីខ្លះដើម្បីបងប្អូនដឹងហើយគួរញ៉ាំកម្រិតប៉ុណ្ណាដែលសមរម្យចឹងម្នាស់សម្បូរដោយវីតាមីន C អញ្ចឹងវីតាមីន C វាប្រកាសជាល្អសម្រាប់សុខភាពហើយអញ្ចឹងវាជួយផលិតcollagen ឲ្យស្បែកតឹងនិងភ្លឺថ្លាវាមាន free radical សេរីធ្វើឲ្យប្រយុទ្ធភាពស្បែកយើងហ្នឹងកុំឲ្យចាស់លឿនពេកហើយជួយបន្ថយការឈឺចាប់នៅពេលដែលយើងមករដូវគឺអាចបន្ថយការឈឺចាប់ពេលមករដូវហើយដោយសារវាមានសារធាតុអីអង់ស៊ីម bromelane ចឹងធ្វើឲ្យយើងនឹងកាត់បន្ថយការកតាក់សាច់ដុំបន្ថយការឈឺចាប់ពេលមករដូវល្អសម្រាប់ប្រព័ន្ធរាងអាហារវាមាន fiber ពួក bromelane នឹងជួយរំលាយ protein ចឹងបងប្អូនដឹងថានៅពេលដែលយើងញ៉ាំបាយហើយភ្លាមអាហារយើងញ៉ាំម្ដងបន្តិចដើម្បីជួយរំលាយអាហារហ្នឹងគឺជួយរំលាយជាតិ protein ឲ្យឆាប់ទៅបានល្អហើយវាវីតាមីន C ហ្នឹងវាជួយប្រព័ន្ធភាពស៊ាំយើងឲ្យខ្លាំងសុខភាពរាងកាយយើងល្អសម្រាប់ស្ត្រីដែលត្រៀមអស់រដូវនិងក្រោយអស់រដូវវាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជួយយើងកាត់បន្ថយ stress ហើយនឹងពាក់ព័ន្ធអារម្មណ៍ហត់នឿយនិងស្បែកស្ងួតហ្នឹងគឺជួយយើងក៏ប៉ុន្តែមួយទៀតចំពោះស្ត្រីពេលដែលយើងញ៉ាំម្នាស់ក្លិនខ្លួនដែលបញ្ចេញមកឬក៏តឹងអល់ដែលយើងបញ្ចេញមកសម្រាប់ស្ត្រីគឺល្អដោយសារក្លិនវាល្អក្លិនក្អូបក្លិនល្អនៅទ្វីមេស្ត្រីហ្នឹងអញ្ចឹងគាត់ញ៉ាំម្នាស់ល្អប៉ុន្តែកុំញ៉ាំបរិមាណច្រើនពេកម្ដង150ទៅ200ក្រាមគឺបានកុំញ៉ាំច្រើនពេកវាអាចធ្វើទុក្ខកាពះអ្នកធ្វើទុក្ខកាពះពោះវៀនហ្នឹងគឺធ្វើទុក្ខកាពះពោះវៀនហើយចំពោះអ្នកពោះធំអាចឲ្យកាក់ស្បូនបើញ៉ាំបរិមាណច្រើនពេកតែបើថាញ៉ាំម្ដុំចេះឬក៏យ៉ាងធំពីរចំណិតហ្នឹងគឺអត់អីទេ